នេះខ្ញុំមកធ្វើវីដេអូមួយសម្រាប់បងប្រុសតែគាត់យកមកកែជាប្រភេទ Master ហើយ model គឺ Monster Sound ML Monster Sound ML ហើយកម្លាំងវាប៉ុណ្ណឹងគឺកម្លាំងរបស់វាហ្នឹងមួយចំហៀងហ្នឹងគឺបានត្រឹមតែ150 វ៉ាត់ទេកម្លាំងរបស់វាណា150 វ៉ាត់ទៅ200ហ្នឹងអស់ហើយអញ្ចឹងសរុបទៅគឺ Mixer នេះគឺកម្លាំងវាសរុបវាបានតែ400 វ៉ាត់នេះទេនឹងកម្លាំងមកវាបានតែ400 វ៉ាត់ទេណា Mixer នេះ model Monster Sound នេះ model Monster Sound អញ្ចឹងកម្លាំងវាបានតែប៉ុណ្្នឹងទេណា Mixer នេះឥឡូវខ្ញុំកែគាត់ឲ្យដុំនេះក៏ខ្ញុំរុំឡើងដែរដុំនេះខ្ញុំរុំឡើងថែមណារុំឡើងថែមហើយខ្ញុំដាក់ Class D 1000 វ៉ាត់នេះមួយស្លឹកអញ្ចឹង Class D 1000 វ៉ាត់នេះយើងវាយបានក100បាន2គ្រាប់ធានាវាយក100បាន2គ្រាប់ចឹងឥឡូវវារួចរាល់ហើយដុំនេះវាអាចវាយបានហើយឡើយអីហ្នឹងណាឡាខ្ញុំរុំវាឡើងហើយអូខេហើយនេះរុំនេះគឺរុំលួសលេខ85លួសលេខ85ហ្នឹងរុំយើងគុណគ្នាទៅបាន100កុំឲ្យពេលហ្នឹង16បាន170ស្មើនឹង170ស្មើនឹងលួស170ដុំនេះចឹងកម្លាំងវាខ្លាំងហើយកងដងនេះគឺ 15000 មីក្រូមួយគ្រាប់ហើយ125 វ៉ុលក្នុងមួយគ្រាប់ចឹងបានអាចទប់បានបើយើងដាក់កងដងស៊ីននេះដាក់កើតទេកងដងស៊ីននេះបានតែ6800 មីក្រូទេហើយវ៉ុលបាន60ដូចជា63 វ៉ុល63 វ៉ុលបើយើងដាក់ដុំនេះដាក់កើតទេណាអានេះបានបោះស៊ីនទេអានេះខ្ញុំរុំឡើងផ្សេងណារុំផ្សេងទេហើយបោះវាគឺខ្ញុំមិនបានប៉ះពាល់ទេអានេះខ្ញុំរុំខ្សែឡើងផ្សេងដើម្បីយកមករត់មកនេះខ្ញុំចាប់កងដងដើម្បីច្រោះភ្លើងនេះមួយដើម្បីយករត់មួយ Class D នេះបានរត់រួចអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងហើយបងប្អូនណាត្រូវការអាចចាក់ដល់ខ្ញុំបានសម្រាប់ Mixer ដែលมันវាយมันលឺมันខ្លាំងយកមកខ្ញុំស្រេឲ្យមកស្អាតឲ្យមកខ្លាំងឲ្យមួយចំហៀងនេះយើងមួយចំហៀងនេះគឺប្រភេទនេះគាត់យកអុសអាំភ្លីរបស់គាត់ដដែលនេះគឺជាព្រាំងអាំភ្លីមួយចំហៀងនេះអុសមួយចំហៀងនេះខាងនេះគឺខាងផ្លែClass DនេះខាងClass DណាClass Dនៅខាងនេះអញ្ចឹងចាំមើលខ្ញុំប្រាប់គាត់ខាងClass Dខាងនេះគឺខាងរត់តាំងពីផ្ទាំងនេះហ្មងផ្ទាំងរបស់វានេះគឺរត់ខាងនេះទាំងអស់អញ្ចឹងខ្ញុំបានបែងចែកខ្សែវាហើយខ្ញុំបានតខ្សែជើងសញ្ញាជើងអស់ហើយអត់អីទេវាអត់មានបញ្ហាទេ
chẳng này giờ tao quay sáp các bạn này luôn cái này nhưng ai giờ quay sáp bán video như mình vẫn đang hay bỏng ồn tới ca ai nhà mặc nhóm banសម្រាប់ mixer ដែលមានវ៉ាត់ទូចៗខ្ញុំអាចយកមកតម្លើងបានឲ្យវ៉ាត់បានខ្លាំងតម្លើងបាន 1000 វ៉ាត់ណាតម្លើងបាន 1000 វ៉ាត់បើប្រភេទវា space វានៅតិចៗទេយើងអាចដាក់បាន 1000 វ៉ាត់ណា1000 វ៉ាត់ដាក់បានដាក់ 2000 វ៉ាត់តើយើងរើគ្រឿងមកវានឹងចោលបានដាក់កើត 2000 វ៉ាត់ប៉ុន្តែយើងបាច់រើទេយើងធ្វើចេះត្រឹមវាយ 5 ទឹកមួយគូហើយនឹងបោះវាយើងយកបញ្ញាដែលអញ្ចឹងយើងវាយតែប៉ុណ្្នឹងបានហើយ mixer ប៉ុណ្្នឹងវាណាណៃហើយវាយបាន 6 គ្រាប់ ស៊ីផុយនេះចឹងបោះវាវាយបានដូចជាក 35 អីទេនេះក 35 ក 50 ហ្នឹងបានមួយគូនេះយើងវាយក 100 ទៅអូខេហើយចឹងយើងវាយបាននេះ 2នេះយើងវាយបាន 2 ទៀតវាបាន 4 បាន 6 គ្រាប់ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងហើយសម្រាប់បងប្អូនណាត្រូវការអាចដាក់ដល់ខ្ញុំបានហើយទីតាំងនៅខាងចាក់រ៉ែលើទីតាំង